បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបានទៅលេងនៅខាងព្រៃក្មេងបងប្អូនប្រឡងថ្មីគេប្រាប់បងប្អូនទឹកស្រក់នៅរបស់កច្រាំងបងប្អូនហើយមានកំប្លោកមួយឥឡូវកំពុងរៀបចំឲ្យដល់ប្រឡងបងប្អូនដល់ហើយកំពុងរៀបចំចែកនុយគ្នាបងប្អូនហ្នឹងហើយប្រឡងស្អាតបងប្អូនអើយថ្ងៃរះម៉ោង6ម៉ោងនៅដល់ប្រឡងជាតិហ្នឹងហើយឥឡូវនេះបងប្អូនដើររកទីតាំងឲ្យបងគប់ចែកទីតាំងគ្នាឥឡូវខ្ញុំគប់បានមួយខ្សែបងប្អូនហ្នឹងហើយឥឡូវមួយខ្សែទៀតហើយនេះមួយខ្សែទៀតហើយខ្សែទៀតហើយខំទៅមកបងប្អូននេះខំហើយឥឡូវខ្ញុំកំពុងតែប៉ុងបងប្អូនមើលវាទៅជាយ៉ាងណាយ៉ាងណីបងប្អូនប៉ុងហើយនេះខ្ញុំមើលលទ្ធផលមកលើបងប្អូនវត្តមកវាកំពុងទាញខ្សែនេះពុះស្គល់ហើយបត់មកអំបិលបាត់ទៅហើយបងប្អូនអំបិលបាត់ទៅហើយខ្សែខំទីដបងបងប្អូនអើយយកត្រីអត់បានត្រីខំដបងយកបានចប់បងខ្ញុំឥឡូវចូលខ្សែទី2បងប្អូនគប់ប្រឡងដែរព្រោះត្រីនឹងវាយកនុយតែវាអត់របូតស្នាប់ទេឥឡូវខ្ញុំគប់វាទៀតខ្ញុំគិតថាត្រីនឹងវានៅចាំខំទៀតបងប្អូនឥឡូវខ្ញុំគប់វាទៀតហើយអូខំទៀតបងប្អូនត្រីដដែលបងប្អូនត្រីនេះអត់មានដូរទេត្រីដដែលទេខំទៀតបងប្អូនឥឡូវខ្ញុំប៉ុងវាហើយមកឲ្យវាលេបឲ្យចូលតិចឥឡូវវាទាញខ្សែខ្ញុំទៅនោះវាទាញខ្សែធាក់ពីដៃបងប្អូនគាត់អំបិលទៀតបាត់ទៅហើយអើយខំ2ដងអំបិលទៅ2ដងបងប្អូននេះអានេះអត់យកនុយទេហើយក៏អត់របូតស្នាប់ដែរវាអត់ខំវាខំញញវាអត់ចូលបងប្អូនឥឡូវយើងចាប់តាមបិទនុយលើកទី3បងប្អូនបិទនុយលើកទី3ជាមួយវាហ៊ានខំទៀតបងប្អូនខំរងនេះដឹងថាងាប់ហើយគ្មានរស់ទេបងប្អូនធានាហ្មងនេះទៅទៀតហើយបងប្អូនអានឹងឆ្លើយបងប្អូននឹងឆ្លើយនេះដោះមកទៀតខំទៀតយោអែបងប្អូននៅប៉ុងហើយលោតបាត់ហើយអំបិលបាត់ទៅហើយចាប់ហើយខ្ញុំជួបរបស់ពិតហើយអំបិលហើយបងប្អូនហ្នឹងហើយអរគុណច្រើនបងប្អូនបានន័យថាមកព្រឹកនេះគឺយកអីអត់បានទេរៀបចំទៅផ្ទះវិញហើយគឺអំបិល